សួស្តីអ្នកទាំងអស់គ្នានេះគឺជាចំការស្វាយរបស់ញោមអាត្មាដែលមានផ្ទៃដីប្រហែលជា1ហិកតាដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះគឺជាខ្ទួមរបស់ញោមអាត្មាដែលកាត់មកដេកប្រចាំនៅចំការស្វាយហើយខ្ទួមមួយនេះក៏បានត្រុតត្រោមអស់ហើយគឺគ្នារេះក៏ច្រើនទៀតហើយដូច្នេះហើយมันអាចបន្តដំណើរនិងដេកហើយក៏ដូចជានៅចាំចំការស្វាយតទៅមុខទៀតហេតុដូច្នេះហើយដើម្បីសុវត្ថិភាពនិងជៀសវាងនៅឧបសគ្គនានាអាត្មាភាពនឹងសម្រេចចិត្តថាធ្វើខ្ទួមមួយដើម្បីជូនឲ្យគាត់ដែលធ្វើទៅដោយសំណង់មានប្រវែងទៅតឹង3.2 ម៉ែត្រហើយនឹងបណ្ដោយ5 ម៉ែត្រហើយក៏បានហៅជាងក្នុងវត្តមកដើម្បីជីកគ្រឹះនិងធ្វើសំណង់មួយនេះហើយយើងក៏បានរៀបចំចាក់គ្រឹះដើម្បីឲ្យវាបានរឹងមាំល្អប្រសើរគ្រាន់តែសាងតូចប៉ុណ្ណេះដើម្បីយើងប្រចាំនៅចំការហេតុដូច្នេះហើយយើងនឹងធ្វើឲ្យសមទៅតាមលទ្ធភាពរបស់យើងដែលខ្លួនយើងមានហើយចំការនៅទីនេះប្រសិនបើយើងមិនមកចាំមិនមកថែរក្សាទេនឹងមានក្រុមចរមករើសយកទៅអស់ដោយបច្ចុប្បន្នក្នុងគ្រួសារមានតែញោមស្រីនិងប្អូនស្រីទេបងប្អូនមានគ្រួសារហើយនឹងទៅធ្វើរោងចក្រនៅឆ្ងាយអញ្ចឹងហើយมันអាចមកជួយធ្វើបានអញ្ចឹងហើយបានអាត្មាមកជួយជ្រោមជ្រែងគ្រួសារដើម្បីកាត់បន្ថយសម្ពាធនិងការហត់នឿយរបស់ញោមខ្លះៗហើយនេះគឺជាសកម្មភាពដែលយើងយកដីទៅចាក់គ្រឹះហើយនឹងគឺជាប្អូនស្រីរបស់អាត្មាមកពីរៀនក៏បានមកជួយជោគដីហើយក្នុងនោះក៏មានគ្រូងាងហើយនឹងអន្តិតប្អូនមកជួយជោគដីយកទៅដាក់ក្នុងគ្រឹះផងដែរហើយសារក្នុងវីដេអូមួយនេះក៏សូមអរគុណទៅដល់គ្រូងាងក៏ដូចជាអន្តិតប្អូនឡុងដែលបានមកជួយជោគដីនៅមួយថ្ងៃដើម្បីដាក់ចាក់ពេញគ្រឹះនេះតែម្ដងដែលទោះបីហត់នឿយលំបាកយ៉ាងណាក៏ខំប្រឹងប្រែងឲ្យហើយចំណែកញោមស្រីគឺគាត់មានសុខភាពមិនសូវមាំមួនទេហេតុដូច្នេះហើយអាត្មាភាពក៏មិនចង់ឲ្យគាត់ធ្វើការងារធ្ងន់ៗផងដែរហើយនេះគឺជាញោមស្រីអាត្មាដែលគាត់កំពុងតែប្រមូលស្លឹកស្វាយទៅជាមួយដុំដើម្បីយើងដុតឲ្យវាស្លាស់ជ្រះដើម្បីយើងរើសផ្លែស្វាយឲ្យវាងាយស្រួលក្នុងដំណើរយើងប្រមូលផលហើយសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្រឡាញ់នៅវីដេអូមួយនេះបើស្រឡាញ់សូម like ម្នាក់មួយផងសូមអរគុណ